សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍ថាចូលចិត្តនៅម្នាក់ឯងជាងការជួបជុំមិត្តភក្តិដែរឬទេមនុស្សមួយចំនួនតែងតែយល់ថាការនៅម្នាក់ឯងគឺជាសញ្ញានៃភាពឯកោឬភាពសោកសៅដែលគួរឲ្យខ្លាចប៉ុន្តែតាមពិតទៅការជ្រើសរើសនៅម្នាក់ឯងអាចជារឿងធម្មតានិងមានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តផងដែរថ្ងៃនេះយើងនឹងមកស្វែងយល់ពីមូលហេតុចិត្តវិទ្យាដែលធ្វើឲ្យមនុស្សមួយចំនួនចូលចិត្តភាពស្ងប់ស្ងាត់មុននឹងបន្តកុំភ្លេចចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងល្អៗជារៀងរាល់ថ្ងៃមូលហេតុទី1គឺការសាកថ្មថាមពលផ្លូវចិត្តសម្រាប់អ្នកដែលមានបុគ្គលិកលក្ខណៈជាអ្នកចូលចិត្តនៅស្ងៀមស្ងាត់មនុស្សប្រភេទនេះត្រូវការពេលវេលាផ្ទាល់ខ្លួនដើម្បីសម្រាកបន្ទាប់ពីចំណាយថាមពលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនៅពេលពួកគេនៅម្នាក់ឯងពួកគេមានអារម្មណ៍ថាខ្លួនឯងមានភាពរឹងមាំនិងមានតុល្យភាពឡើងវិញមូលហេតុទី2គឺការចង់បានពេលវេលាសម្រាប់គិតពិចារណាលើរឿងរ៉ាវជីវិតដោយមិនមានការរំខានពីអ្នកណាការនៅម្នាក់ឯងអនុញ្ញាតឲ្យពួកគេអាចវិភាគពីបញ្ហានិងស្វែងរកដំណោះស្រាយដោយប្រើការគិតផ្ទាល់ខ្លួននេះគឺជាឱកាសមាសដែលធ្វើឲ្យពួកគេអាចយល់ពីខ្លួនឯងបានកាន់តែច្បាស់ជាងពេលណាទាំងអស់មូលហេតុទី3គឺភាពច្នៃប្រឌិតដែលកើតចេញពីការនៅម្នាក់ឯងដោយគ្មានការរំខានពីបរិយាកាសខាងក្រៅមនុស្សជាច្រើនរកឃើញគំនិតថ្មីនៅពេលពួកគេស្ថិតក្នុងភាពស្ងប់ស្ងាត់និងមានសេរីភាពពេញលេញភាពស្ងប់ស្ងាត់ជួយឲ្យខួរក្បាលដំណើរការបានល្អនិងអាចបង្កើតស្នាដៃដែលពោរពេញដោយអត្ថន័យមូលហេតុទី4គឺការចង់គេចចេញពីភាពតានតឹងដែលបង្កឡើងដោយទំនាក់ទំនងសង្គមដ៏ស្មុគស្មាញជួនកាលការប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ហត់នឿយនិងអស់កម្លាំងការរក្សាគម្លាតខ្លះអាចជួយការពារសុខភាពផ្លូវចិត្តនិងកាត់បន្ថយជម្លោះដែលមិនចាំបាច់នៅក្នុងជីវិតមូលហេតុទី5គឺការផ្ដល់តម្លៃទៅលើសេរីភាពផ្ទាល់ខ្លួនក្នុងការធ្វើអ្វីដែលខ្លួនឯងចង់ធ្វើពិតប្រាកដពួកគេមិនចាំបាច់តាមចិត្តអ្នកដទៃឬខ្វល់ពីការរិះគន់នៅពេលដែលពួកគេកំពុងតែរីករាយនឹងអ្វីដែលខ្លួនចូលចិត្តនេះគឺជាសេរីភាពដ៏ពិតប្រាកដមួយដែលជួយឲ្យពួកគេមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនិងឯករាជ្យទោះជាយ៉ាងណាក៏ដោយការនៅម្នាក់ឯងក៏ត្រូវតែមានកម្រិតដើម្បីកុំឲ្យក្លាយជាការដាច់ឆ្ងាយពីសង្គមការរក្សាតុល្យភាពរវាងពេលវេលាផ្ទាល់ខ្លួននិងការជួបជុំសង្គមគឺជាគន្លឹះដ៏សំខាន់នៃសុភមង្គលប្រសិនបើអ្នកចូលចិត្តនៅម្នាក់ឯងចូលចងចាំថាវាគឺជាជម្រើសរបស់អ្នកហើយវាមិនមែនជារឿងខុសឆ្គងឡើយវាជារឿងល្អដែលយើងស្គាល់ពីតម្រូវការរបស់ខ្លួនឯងនិងចេះផ្ដល់ពេលវេលាឲ្យខ្លួនឯងបានសម្រាកសរុបមកវិញការនៅម្នាក់ឯងគឺជាឱកាសដ៏ល្អដើម្បីស្វែងយល់និងស្រឡាញ់ខ្លួនឯងឲ្យបានកាន់តែច្រើនតើអ្នកជាមនុស្សដែលចូលចិត្តនៅម្នាក់ឯងដែរឬទេសូមជួយ comment ប្រាប់យើងនៅខាងក្រោមនេះផងយើងនឹងរីករាយក្នុងការអានរាល់មតិយោបល់របស់អ្នកទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើងកុំភ្លេចចែកចាយវីដេអូនេះទៅកាន់មិត្តភ័ក្តិដែលអ្នកគិតថាពួកគេគួរតែបានទស្សនាចំណេះដឹងនេះអរគុណសម្រាប់ការតាមដានទេសនារហូតដល់ចប់វីដេអូមួយនេះជាមួយពួកយើងទាំងអស់គ្នាជួបគ្នាថ្មីនៅវីដេអូក្រោយជាមួយនឹងប្រធានបទដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត